រឿងព្រះនាងរំទាំង12នៅក្នុងកូអេដូរីយ៉ាស្ដេចអាដិនមានបុត្រី12អង្គដែលម្នាក់មានគុណសម្បត្តិជាងអ្នកចុងក្រោយប៉ុន្តែអាចកំបាំងមួយបានធ្វើឲ្យប្រាសាទមានបញ្ហាជារៀងរាល់ព្រឹកស្បែកជើងសូត្ររបស់ព្រះនាងត្រូវបានគេរកឃើញរហែកនិងពាក់ដូចជាពួកគេកំពុងរំពេញមួយយប់ដោយតាំងចិត្តលាតត្រដាងការពិតស្ដេចបានចេញព្រះរាជក្រឹត្យមួយថាអ្នកណាអាចដោះស្រាយអាចកំបាំងបាននឹងឈ្នះដៃព្រះនាងតែមួយនឹងកន្លែងមួយក្នុងរាជវាំងប៉ុន្តែអ្នកដែលបរាជ័យបន្ទាប់ពី2យប់នឹងត្រូវបណ្តេញចេញព្រះអង្គម្ចាស់និងអ្នកជិះសេះមកពីពាសពេញទឹកដីប៉ុន្តែគ្មាននរណាអាចដោះស្រាយបញ្ហានេះបានឡើយបន្ទាប់មកអ្នកត្រាច់ចរដ៏ឆ្លៀសវៃម្នាក់ឈ្មោះវែនបានមកដល់គាត់មិនមែនជាអ្នកចម្បាំងទេគ្រាន់តែជាអ្នកធ្វើដំណើរដែលមានចិត្តមុតស្រួចនិងចិត្តសប្បុរសប៉ុណ្ណោះស្ត្រីចំណាស់ម្នាក់ដែលគាត់បានជួយក្នុងការធ្វើដំណើររបស់គាត់បានផ្ដល់អំណោយដល់គាត់នៅអាវដែលមើលមិនឃើញហើយខ្សឹបខ្សៀវថាពាក់វាហើយការពិតនឹងបង្ហាញដោយខ្លួនឯងនៅយប់នោះវែងបានធ្វើពុតជាផឹកថ្នាំងុយគេងដែលព្រះនាងបានផ្ដល់ឲ្យគាត់ដោយដែលពួកគេបានបោកបញ្ឆោតអ្នកផ្សេងទៀតពីមុនប៉ុន្តែពេលគេស្មានថាគាត់ដេកលក់គាត់ក៏អើជើងលើអាវហើយដើរតាមគេព្រះនាងច្បងឈ្មោះ Celeste បានយកចិញ្ចៀនមាសរបស់នាងប៉ះនឹងកញ្ចក់ហើយវាបានហូរដូចទឹកម្ដងមួយម្ចាស់ស្ត្រីបានដើរកាត់បាត់ខ្លួនចូលទៅក្នុងពិភពខាងក្រៅវែងបានដើរតាមហើយបានរកឃើញខ្លួនគាត់នៅក្នុងព្រៃដ៏មានពន្លឺដ៏អស្ចារ្យដើមឈើប្រាក់បានចាំងពន្លឺហើយទន្លេនៃពន្លឺព្រះច័ន្ទបាននាំទៅដល់សាបាល់ដ៏អស្ចារ្យមួយដែលមនុស្សលាក់មុខរង់ចាំព្រះនាងម្នាក់បានចាប់ដៃរបស់ព្រះអង្គម្ចាស់ដែលពាក់របាំងមុខហើយរំវិលវល់នៅក្នុងចង្វាក់ Waltz ដែលមានមន្តស្នេហ៍មិនចេះចប់នៅយប់ទី3វ៉ែនបានយកស្លឹកប្រាក់និងកែវអលង្ការមួយពីសាលប្រកួតជាភស្តុតាងពេលត្រឡប់ចូលទៅគាល់ស្ដេចវិញទ្រង់បានលាតត្រដាងការពិតព្រះនាងទាំងឡាយស្ថិតនៅក្រោមអគ្គវិរុទ្ធត្រូវបានចងទៅរួមជាមួយនឹងព្រះអង្គម្ចាស់ដែលមានមន្តស្នេហ៍ក្នុងអាណាចក្រលៈកំបាំងព្រះរាជាទ្រង់ព្រះពិរោធប៉ុន្តែបានធូរស្រាលហើយក៏ហៅគ្រូអាបធ្មប់មកទម្លាយអគ្គវិរុទ្ធកញ្ចក់បានបែកធ្លាយវេទមន្តរស័ព្ទទៅហើយពួកម្ចាស់បណ្ដាសាក៏បាត់ដូចអាប់ជារង្វាន់វែងត្រូវបានផ្ដល់ជូនព្រះនាងក្នុងអាពាហ៍ពិពាហ៍ប៉ុន្តែគាត់បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយងាកទៅរក Celeste ហើយសួរថាតើអ្នកជ្រើសរើសអ្វី Celeste ដោះលែងពីអគ្គវិរុទ្ធញឹមក៏ខ្ញុំជ្រើសរើសផ្លូវរបស់ខ្ញុំក៏ដូច្នេះហើយ Fine និង Celeste បានចេញដំណើរជាមួយគ្នាមិនមែនក្នុងឋានៈជាព្រះអង្គម្ចាស់និងព្រះនាងទេប៉ុន្តែដូចគ្នាត្រៀមខ្លួនដើម្បីរុករកពិភពលោកហួសពីជញ្ជាំងប្រាសាទហើយចាប់ពីថ្ងៃនោះទៅកូអេលដូរីយ៉ាមិនដែលបង្ខំព្រះនាងឲ្យរំប្រឆាំងនឹងឆន្ទៈរបស់នាងទៀតទេ